សួស្តីមិត្តអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាក៏ដូចជាបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបាទនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកshort lesson មេរៀនខ្លីដែលនិយាយអំពី that នេះគឺប្រែថាបំណុលណាបងប្អូនអញ្ចឹងបងប្អូនអ្នកសិក្សាភាសាអង់គ្លេសអាចចូលទៅកាន់វីដេអូទាំងស្រុងរបស់ខ្ញុំបងប្អូនទាំងអស់គ្នានេះគឺជា topic ប្រធានបទគឺយើងនិយាយអំពី that បំណុលណាអញ្ចឹងយើងនិយាយអំពីបំណុលបាទ that នេះគឺយើងប្រែថាបំណុលបងប្អូន that ប្រែថាបំណុលហើយអូខេខាងក្រោមនេះof course here's a short English lesson about that just for you បានតានេះគឺជាមេរៀនខ្លីជាភាសាអង់គ្លេសដែលស្ដីអំពី that បំណុលសម្រាប់អ្នកអូខេមកខាងក្រោម vocabulary ដែលយើងបកប្រែថាវាក្យសព្ទឬក៏ពាក្យអូខេមកខាងក្រោមទៀត here we go that D E B T that noun គឺវាជានាមណា that នឹងប្រែថាបំណុលថ្នាក់ពាក្យជានាមចង់បានអីចឹងបងប្អូន money that you owe to someone អានេះយើងអានថា O W E យើងអានថា O money that you owe to someone អញ្ចឹងលុយដែលអ្នក O នឹងជំពាក់ឲ្យជំពាក់ទៅនរណាម្នាក់អូខេលុយដែលអ្នកឲ្យជំពាក់ទៅនរណាម្នាក់អូខេអញ្ចឹងបានន័យថា that បំណុលហ្នឹងឯងអូខេខាងក្រោមពាក្យថា O ប្រែថាម៉េចបងប្អូន O ថ្នាក់ពាក្យជានាម O verbs សំទោសថ្នាក់ពាក្យជាគ្រាសព្ទណា O verbs ថ្នាក់ពាក្យជាគ្រាសព្ទ to have to pay money back to someone to have to pay money back to someone អូនឹងប្រែថាជំពាក់បងប្អូនយើងប្រែថាជំពាក់អញ្ចឹងទៅបានន័យថាក្នុងករណីដែលយើងទិញអីវ៉ាន់ក្នុងតម្លៃ$100តែយើងមានត្រឹមតែ$80បានន័យថាយើងនៅជំពាក់គេ$20ទៀតអានេះគេហៅថាអូនៅជំពាក់ណានៅជំពាក់អញ្ចឹងអត្ថន័យក្នុងភាសាអង់គ្លេសគេថា to have to pay money back to someone to have នឹងត្រូវតែ to pay money back ត្រូវតែសងត្រឡប់ទៅកាន់នរណាម្នាក់អូបានន័យថាជំពាក់អូខេ borrow នឹងប្រែថាខ្ចីណា borrow verb ថ្នាក់ពាក្យជាគ្រាសព្ទto take money for a time and return it later យើងបកប្រែតំណែង to take money for a time នឹងបានន័យថាយកលុយមួយរយៈពេលអូខេយកលុយមួយរយៈពេលមួយអាទិត្យពីរអាទិត្យមួយខែពីរខែអូខេ and return it back ហើយសងត្រឡប់ទៅវាវិញទៅគេវិញនឹងនៅពេលក្រោយអញ្ចឹងទៅអូខេញ៉ាកន្លែងនេះបងប្អូនតមកទៀតយើងមើលកន្លែងនេះក្រោមណោះ lender noun a person or company who gives you money ដែលនៅក្នុងនេះគេបកប្រែថា a person មនុស្សឬក៏ភាគីឬក៏ជនណាម្នាក់ឬក៏ or company ឬក៏ក្រុមហ៊ុនដែលផ្ដល់កម្ចីឲ្យអ្នកខ្ចីផ្ដល់លុយឲ្យអ្នកខ្ចីអញ្ចឹងទៅ a lender យើងប្រើថា lender អ្នកឲ្យខ្ចីណា lender អ្នកឲ្យខ្ចីអូខេខាងក្រោមជាបន្តទៀត interest នេះប្រែថាការប្រាក់ណាការប្រាក់យកមកក្រោមថ្នាក់ពាក្យជានាម noun បងប្អូនថ្នាក់ពាក្យជានាម extra money you must pay when you borrow money អញ្ចឹងកំណើនលុយឬក៏
កើនការប្រាក់យើងប្រែជាខ្មែរយើងថាការប្រាក់ណាការប្រាក់បានលុយដែលកើនឡើងលុយដែលកើនអូខេ you must pay អ្នកត្រូវតែសង when you borrow money នៅពេលដែលអ្នកខ្ចីលុយត្រូវតែសងហ្នឹងគេថា interest ហ្នឹងឯងបងប្អូនខាងក្រោមនេះគឺអីគេបងប្អូន simple explanation ការពន្យល់ធម្មតាសាមញ្ញអូខេThat is when you borrow money and must pay it back later. That គឺជាអីកូន A គឺជាអី is when you borrow គឺជាអ្វីដែលនៅពេលដែលអ្នកខ្ចី and must pay it ហើយត្រូវតែសងវានៅពេលក្រោយ For example ជាឧទាហរណ៍ if you don't have enough money ប្រសិនបើអ្នកអត់មានលុយគ្រប់គ្រាន់ to buy something ដែលទិញអ្វីនោះទេ you can borrow from a bank or a person អ្នកអាចខ្ចីពីធនាគារឬក៏ភាគីណាម្នាក់ឬក៏ជនណាម្នាក់អញ្ចឹងទៅ This money is called debt លុយនេះត្រូវបានគេហៅថា debt គឺត្រូវបានគេហៅថាបំណុលហ្នឹងឯង You have to pay it back អ្នកត្រូវតែសងត្រឡប់ទៅគេវិញ Usually when extra money called interest ជាទូទៅនៅពេលដែល extra money ការប្រាក់ដែលយើងហៅថា interest ហ្នឹងឯងគេហៅថាការប្រាក់អូខេមកខាងក្រោមជាបន្តទៀត Too much debt is not good បំណុលកើនច្រើនឡើងគឺវាមិនល្អទេ It can make life stressful វាអាចធ្វើឲ្យជីវិតរបស់យើងពោពេញដោយភាពតប់ប្រមល់ That's why we need to be careful ដែលជាហេតុឲ្យយើងត្រូវឲ្យយើងណាប្រុងប្រយ័ត្ន when borrowing money នៅពេលដែលខ្ចីលុយអូខេខាងក្រោមលឿន example sentences ប្រយោគជាឧទាហរណ៍យើងមកប្រយោគទី1យោគទី1 I have that because I borrowed money to buy a bicycle I have that because I borrow money to buy a motorbike បាទទី1គឺខ្ញុំមានបំណុលពីព្រោះថាខ្ញុំខ្ចីលុយខ្ញុំបានខ្ចីលុយដើម្បីទិញម៉ូតូអូខេអានឹងទី1ទី2 She owes the bank $500 នាងខ្ចីនាងជំពាក់លុយធនាគារ$500នាងជំពាក់លុយធនាគារ$500ចំណុចទី3លេខរៀងទី3 He is trying to pay off his debt គាត់ព្យាយាមសងបំណុលរបស់គាត់សងការជំពាក់សងបំណុលរបស់គាត់ណាដែលគាត់បានបលពីអ្នកដទៃអូខេខាងក្រោម mini dialogue ប្រែថាកិច្ចសន្ទនា mini ខ្លីៗតូចអូខេ John do you have any debt John តើអ្នកមានបំណុលខ្លះដែរទេ Lisa Yes I borrow money to build my house ចាខ្ញុំបានខ្ចីលុយដើម្បីសាងសង់ផ្ទះរបស់ខ្ញុំ John Is it hard to pay back តើវាលំបាកទេដើម្បីសងទៅគេវិញ Lisa A little but I try to save money every month ខ្លះដែរណាមានការលំបាកខ្លះដែរប៉ុន្តែខ្ញុំព្យាយាម save money បានន័យថាទុកលុយមួយចំនួនជារៀងរាល់ខែអញ្ចឹងទៅ To save money every month ទុកលុយឬក៏សន្សំលុយជារៀងរាល់ខែបាទនេះគឺជាប្រយោគខ្លីមេរៀនខ្លីឬក៏មេរៀនខ្លីៗដែលស្ដីអំពី debt
ในครั้งนี้คือយើងមានពាក្យច្រើនដែលបងប្អូនបានឃើញបាញ់មិញហ្នឹងគឺមានពាក្យច្រើននៅក្នុងហ្នឹងអញ្ចឹងបងប្អូនអាចធ្វើការសិក្សាតាមនឹងទៅអរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នានៅពេលក្រោយទៀតបាទ